បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងមកលេងចំការត្របែកគឺដីដាំចំការត្របែកនៅក្រោយផ្ទះនៅខាងក្រោយផ្ទះគឺផ្លែច្រើនណាបងប្អូនគាត់ថាអាកាសធាតុក្តៅខែនេះអញ្ចឹងផ្លែអត់សូវធំទេគឺពូជត្របែកអត់ក្រក្នុងមួយចំការនោះគឺមានដាំឈើហូបផ្លែច្រើនណាបងប្អូនមានតាំងពីមកកាក់ទឹកបែកស្វាយមានតាំងពីបឺឥឡូវតបែកយើងបានធំខ្លះហើយមានខ្ចីមានចាស់តែរសជាតិឆ្ងាញ់ពុកម៉ែបងប្អូនគឺលក្ខណៈធម្មជាតិតែម្ដងគាត់ថាពីផ្លែខែហ្នឹងគឺមិនសូវបានធំមានអាកាសធាតុក្តៅតែផ្លែច្រើនតបែកនេះដាំបានប្រហែលរយៈពេលចូល1ឆ្នាំប្រហែលជា1ឆ្នាំជាងហើយគឺផ្លែបេះបានញ៉ាំបន្តរហូតពុកម៉ែបងប្អូនគឺនៅខាងស្រុកស្អាងខេត្តកណ្ដាលពុកម៉ែបងប្អូនទន្លេអាចមកលេងបានគឺផ្លែច្រើនមានតាំងពីតបែកពណ៌ផ្កាឈូកគេហៅដងពូជអីភ្លេចបាត់ហើយពុកម៉ែបងប្អូនបើស្គាល់ជួយប្រាប់ផងសាច់វាពណ៌ក្រហមខាងក្នុងបើប្រភេទនេះគឺជាតបែកអត់គ្រាប់មានតាំងពីដើមព្រីងនេះគេហៅថាព្រីងម៉ាឡេឬក៏ព្រីងដោះក្បីខាងនេះគឺដើមកន្ទួតមិនដឹងថាជូរឬផ្អែមទេគឺដោះកូនគឺកោះយកមកដាំតែម្ដងគឺក្តាប់ផ្កាច្រើនណាស់តបែកចេញក្តាប់ចេញផ្កាបានច្រើនតែពូតបែកអត់ក្របនេះដល់យើងច្រកថង់ស្រោមពីក្រៅมันបានវាធំបើអញ្ចឹងគឺវាអត់ងាយធំទេគឺវាចាញ់លក្ខណៈការចាញ់អាកាសធាតុក្តៅតែកាលណាក្តៅខ្លាំងទៅគឺវាអាចនឹងស្វិតជ្រុះអស់តែម្ដងអត់ដូចតបែកពីដើមយើងគឺតបែកគីឡូពីមុនគឺមិនចាំបាច់ច្រកស្រោមអញ្ចឹងទេច្រកថង់ធម្មតាក៏បានដែរតែឥឡូវអត់ច្រកអញ្ចឹងគឺអត់បានទេកាក់ខៀវល្អណាស់ពុកម៉ែបងប្អូនមានក្តាប់ហើយត្រួយវាអាចយកទៅស្លមកជូរបានគឺឆ្ងាញ់តែម្ដងមានក្តាប់មានផ្កាគឺបេះបន្តញ៉ាំបន្តរហូតនេះគឺដើមសាកេតែដាំទេមាននេះគឺរយៈពេល1ឆ្នាំកន្លះគឺចេញផ្កាមានតាំងពីគេហៅដំឡូងសសរឬដំឡូងនីគឺម៉ែប៉ាខ្ញុំដាំបានច្រើនណាស់ដីចំការក្រោយផ្ទះនេះដីទូចពិតមែនតែក្នុងដីចំការនោះប្រហែលជាចូល10មុខហើយតាមមើលមានចេកពងមាន់លហុងផ្ដាំផាសិនក៏មានច្រើនណាស់ពុកម៉ែបងប្អូនមានតាំងពីដូងមានតាំងពីក្រូចឆ្មាក្រូចខ្វិចក្រូចពោធិ៍សាត់ពុកម៉ែបងប្អូនបានចូលរួមទស្សនាជួបគ្នានៅវីដេអូក្រោយទៀត